ព្រះពុទ្ធឱវាទសង្ខេបក្នុងថ្ងៃមាឃបូជាឱវាទក្នុងថ្ងៃមាឃបូជាដោយសារថ្ងៃនេះជាថ្ងៃ15កើតពេញបូរមីខែមាឃដែលជាបុណ្យមាឃបូជាដើម្បីរំលឹកដល់ថ្ងៃព្រះពុទ្ធសម្ដែងឱវាទបរិមោក្ខដល់ភិក្ខុសង្ឃក្នុងវត្តវេរវ័នខ្ញុំសូមសង្ខេបនៅព្រះពុទ្ធឱវាទនោះជាសម្រាយសេចក្តីជាភាសាខ្មែរងាយយល់ទាំងអស់គ្នាព្រះពុទ្ធឱវាទសង្ខេបទាំង3នោះគឺទី1សព្វបាបសៈអករណੰកិរិយាមិនធ្វើនៅអំពើអាក្រក់បាបទាំងពួងមានសេចក្តីពឹស្ដារនៅក្នុងព្រះវិន័យបិដកភាគ1ដល់ភាគ13ទី2កុសលសោបសម្បទាការបំពេញនៅអំពើល្អបុណ្យគ្រប់យ៉ាងមានសេចក្តីពឹស្ដារនៅក្នុងព្រះសូត្របិដកភាគ14ដល់ភាគ77ទី3សច្ចតបរិយោទៈបណੰកិរិយាជំរះចិត្តរបស់ខ្លួនឲ្យស្អាតផូរផង់មានសេចក្តីពឹស្ដារនៅក្នុងព្រះអភិធម្មបិដកភាគ78ដល់ភាគ110អេតាំងពុទ្ធានិសាសនំទាំងនេះជាពាក្យព្រានប្រដៅនៃព្រះពុទ្ធទាំងឡាយគ្រប់ព្រះអង្គទី1កិរិយាមិនធ្វើនៅអំពើអាក្រក់បាបទាំងពួងសំដៅដល់អំពើមិនល្អតាមកាយនិងវាចាមានដូចជាឈ្លោះវាយតប់កាប់សម្លាប់លួចឆក់ប្លន់រំលោភបំពានលើកូនប្រពន្ធប្តីអ្នកដទៃនិយាយកុហកនិយាយត្រគោះបោះបោកនិយាយញុះញង់បំបែកបំបាក់និយាយពាក្យរយរាយឥតប្រយោជន៍ប្រើប្រាស់គ្រឿងញៀននិងគ្រឿងស្រវឹងផ្សេងឡាទី2ការបំពេញនៅអំពើល្អបុណ្យគ្រប់យ៉ាងសំដៅដល់អំពើណាដែលមនុស្សសត្វទាំងពួងប្រាថ្នាចង់បានតាមកាយវាចាចិត្តមានដូចជាផ្ដល់ការស្រឡាញ់រាប់អានមេត្តាមានការអាណិតអាសូរករុណាចេះរីករាយត្រេកអរឃើញញាតិមិត្តនិងអ្នកដទៃរកស៊ីមានបាននិងមានសេចក្តីសុខចម្រើនមុទិតាមានការតាំងចិត្តជាកណ្ដាលដល់អ្នកដទៃដោយមិនលំអៀងចំពោះញាតិមិត្តរបស់ខ្លួនឧបេក្ខាលៈទី3កិរិយាជំរះចិត្តរបស់ខ្លួនឲ្យស្អាតផូរផង់សំដៅដល់ការមិនមានចិត្តគិតសម្លឹងរំពៃចង់បានទ្រព្យអ្នកដទៃមកជារបស់ខ្លួនអនភិជ្ជាការមិនមានចិត្តប៉ងចងអាឃាតឬមានគំនុំគុំគួនអ្នកដទៃអព្យាបាទៈការយល់ឃើញត្រូវតាមសច្ចធម៌ដូចជាយល់ថាមនុស្សសត្វតែងប្រព្រឹត្តទៅតាមកម្មការដឹងគុណនិងតបគុណដល់ឪម៉ែញាតិគ្រូមិត្តនិងអ្នកដទៃដែលបានបង្កើតបានបង្រៀនបានជួយការពារនិងជួយសង្គ្រោះដល់ខ្លួនយល់ឃើញថាសង្ខារធម៌ទាំងឡាយរមែងកើតឡើងហើយនឹងរលត់ទៅវិញជាធម្មតាលុះតែរលត់នៅសង្ខារទាំងឡាយនោះហើយទើបបាននៅសេចក្តីសុខគ្រប់យ៉ាងជាដើមលៈសម្មាទិដ្ឋិពាក្យព្រានប្រដៅសង្ខេបទាំង3នេះជាពាក្យព្រានប្រដៅនៃព្រះពុទ្ធទាំងឡាយគ្រប់ព្រះអង្គដែលបានត្រាស់ដឹងហើយដោយការរំលឹកដល់ថ្ងៃបុណ្យមាឃបូជានេះសូមសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅផងសូមអនុមោទនាសូមអនុមោទនាសូមអនុមោទនាទស្សនៈ
កម្មផល